រយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះការដុតបំផ្លាញការវាយប្រហារនៅភាគខាងត្បូងនៃប្រទេសថៃឈានទៅដល់32ករណីនិង3ខេត្តនៅក្នុងនោះមាននរាธิវត្តនិងខេត្តប៉ាតានីក៏ដូចជាមានតាំងពីខេត្តយ៉ាឡាផងដែរបងប្អូនព័ត៌មានពាក់ព័ន្ធទៅនឹងការបំផ្ទុះក្របែកការវាយប្រហារនៅប្រទេសថៃគឺកំពុងតែវឹកវរខ្លាំងមែនទែនហើយបន្ទាប់ពីប្រទេសមួយនេះរងឥទ្ធិពលនៃខ្យល់ព្យុះរងឥទ្ធិពលនៃខ្យល់កន្ត្រាក់និងទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុនហើយពេលនេះទឹកជំនន់មិនទាន់បាននឹងជន់ទៅវិញមិនទាន់បាននឹងស្រកទៅវិញផងគឺមានករណីបំផ្ទុះក្របែកនិងការវាយប្រហារពីក្រុមដៃខ្លួនរហូតដល់32ករណីនៅក្នុងមួយយប់យ៉ាងណាពេលនេះអាជ្ញាធរថៃបាននឹងកំពុងរៀបចំធ្វើការសម្អាតធ្វើការស្រាវជ្រាវដូចជាសិក្សាទំហំនៃការខូចខាតផងដែរបងប្អូនសូមស្វាគមន៍មកកាន់គំនិតញូខ្ញុំខានចេញវីដេអូលើ channel នេះយូរទៅហើយណាមួយដោយសារតែរវល់ផងបាទលោកចេញវីដេអូមួយពាក់ព័ន្ធទៅនឹងការបំផ្ទុះក្របែកពាក់ព័ន្ធទៅនឹងការវាយប្រហារនៅខេត្តនរាธิវត្តខេត្តយ៉ាឡានិងខេត្តប៉ាតានីបាទហើយ3ខេត្តហ្នឹងគឺតែមួយយប់ទេបាទចឹងសរុបករណីយកគ្នាគឺរហូតដល់ប្រមាណ32ករណីឯណោះបាទតោះឡើយដើម្បីកុំឲ្យខាតពេលវេលាយូរយើងមកតាមដានព័ត៌មាននេះលម្អិតជាមួយខ្ញុំបាទទាំងអស់គ្នាក្រុមសកម្មយុទ្ធនៅភាគត្បូងនៃប្រទេសថៃបំផ្ទុះក្របែកនិងដុតបំផ្លាញហាងទំនិញអគាររដ្ឋាភិបាលបង្ខំឲ្យអាជ្ញាធរធ្វើការប្រកាសបំរាមកោចរជាបន្ទាន់ក្រុងបាងកកអាជ្ញាធរនៅក្នុងប្រទេសថៃបានប្រកាសបំរាមកោចរបន្ទាន់ទូទាំងភាគត្បូងនៃប្រទេសថៃរួមមានខេត្តប៉ាតានីខេត្តនរាธิវត្តនិងខេត្តសុងខ្លាងក៏ដូចជាខេត្តយ៉ាឡាកាលពីយប់ថ្ងៃ22ខែសីហាឆ្នាំ2026បន្ទាប់ពីក្រុមបានធ្វើការវាយប្រហារក្រុមមិនស្គាល់អត្តសញ្ញាណបានធ្វើការវាយប្រហារវាយសម្រុកនៅពេលតែមួយដែលដុតបំផ្លាញខាងទំនិញអគាររដ្ឋាភិបាលក៏ដូចជាបំផ្ទុះក្របែកបំផ្លាញនៅបង្គោលអង្តែនទូរស័ព្ទច្រើនកន្លែងផងដែរហេតុការណ៍ចលាចលនេះបានចាប់ផ្ដើមកាត់ឡើងនៅវេលាម៉ោង 8:45 នាទីយប់នៅពេលដែលក្រុមប្រដាប់អាវុធប្រមាណ10នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានបាញ់គំរាមដេញអតិថិជននិងបុគ្គលិកជីងពីហាងនិងបានដាក់ក្របបែកដើម្បីបំផ្ទុះបំផ្លាញហាងទំនិញល្បីមួយកន្លែងនៅក្នុងស្រុកយ៉ារីងខេត្តប៉ាតានីប្រទេសថៃក្នុងពេលដំណើរគ្នានោះក្រុមបង្កហេតុក៏បានដុតបំផ្លាញរថយន្តនៅផ្លូវសាធារណៈដើម្បីរារាំងការធ្វើដំណើររបស់សមាជិកផងដែរមិនត្រឹមតែប៉ុណ្ណោះនៅវេលាម៉ោង 10:30 នាទីយប់ក្រុមប្រដាប់អាវុធពាក់ដោយឈុតខ្មៅមួយក្រុមទៀតបានសម្រុកវាយក្នុងសាលាមួយកន្លែងក្នុងក្រុងបានលុងក្នុងស្រុកហៃបូរីដោយបានចាប់ខ្លួនឆ្មាំសុវត្ថិភាពការពារសុវត្ថិភាព2នាក់មុនពេលពួកគេបានដាក់បំផ្ទុះក្របែកបំផ្លាញអគារទាំងស្រុងដែលមានកម្ពស់3ជាន់បណ្ដាលឲ្យមានអគារភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅជាមួយគ្នានេះនៅខេត្តជីលប្រទេសនៅខេត្តជីលឬខេត្តយ៉ាឡាប្រទេសថៃនោះវិញក្រុមដាវបុតក៏បានដុតបំផ្លាញបង្គោលអង្តែនទូរគមនាគមន៍និងយានយន្តអស់ច្រើនគ្រឿងផងដែរយ៉ាងណាដើម្បីគ្រប់គ្រងស្ថានភាពកំពុងតែមានភាពតានតឹងកងកម្លាំងចម្រុះរបស់ខេត្តនរាธิវត្តបានប្រកាសបំរាមការកោចរខាត់ខ្លួនប្រជាពលរដ្ឋថៃមិនឲ្យចាកចេញពីផ្ទះចាប់ពីវេលាម៉ោង 10:15 នាទីយប់ដល់ម៉ោង 6 ព្រឹកថ្ងៃ23ខែសីហាឆ្នាំ2026បច្ចុប្បន្នក្រុមលោគីភ័យនិងកងកម្លាំងសន្តិសុខបានបិទគប់តំបន់កើតហេតុដើម្បីរកឧបករណ៍ផ្ទុះដែលនៅសេសសល់និងកំពុងតែស៊ើបអង្កេតដើម្បីស្វែងរកមុខសញ្ញានៅពីក្រោយខ្នងនៃការវាយប្រហារនេះផងដែរគួររំលឹកឡើងវិញថានៅភាគត្បូងនៃប្រទេសថៃជាពិសេសខេត្តប៉ាតានីនរាธิវត្តសុងខ្លាងយ៉ាឡាប្រឈមមុខទៅនឹងចំនួនប្រដាប់អាវុធដ៏រ៉ាំរ៉ៃអស់រយៈពេលច្រើនទសវត្សរ៍មកហើយដោយក្រុមនេះគឺបានធ្វើការបំផ្ទុះក្របែកបំបែកខ្លួននិងក្រុមសកម្មជនប្រយុទ្ធក្នុងស្រុកបានតស៊ូប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់រាជធានីបាងកកដើម្បីទាមទារសិទ្ធិស្វ័យយ័តឯករាជ្យភាពអំពើហិង្សានៅក្នុងតំបន់នេះបានផ្ទុះឡើងជាបន្តបន្ទាប់តាមរយៈការដាក់បកក្របបែកបំផ្ទុះការស្ទាក់វាយប្រហារនិងការបង្កការចលាចលដោយហេដ្ឋារចនាសម្ព័ន្ធសាធារណៈក៏ដូចជាបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ហើយតាំងពីឆ្នាំ2004មកម្លេះបងប្អូននេះគឺជាការវាយប្រហារដ៏ខ្លាំងក្លាមួយនៅប្រទេសថៃបាទបន្ទាប់ពីមានចំនួនដ៏រ៉ាំរ៉ៃដែលបានកាត់ឡើងនៅក្នុងខេត្តមួយនេះគឺខេត្តនរាธิវត្តយ៉ាឡាប៉ាតានីហើយសុងខ្លាហ្នឹងក៏រងផលប៉ះពាល់ផងដែរបាទដោយសារតែការបំផ្ទុះក្របែកការពីមុនមកអញ្ចឹងបងប្អូនព័ត៌មានយើងសម្រាប់ថ្ងៃទី23ខែសីហាឆ្នាំ2026នេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះអរគុណច្រើនសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់សូមអរគុណសូមគោរពលាយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាទ